គ្រប់នឹងជំរាបសួរសួស្តីបងប្អូនបាទវិលមកជួបខ្ញុំតែថ្មីទៀតហើយបាទហើយក៏នឹងផងដែរសូមនាំអារម្មណ៍បងប្អូនទៅមើលសកម្មភាពខ្ញុំទៅបាញ់ត្រីម្នាក់ឯងបងប្អូនបាទហើយកន្លែងខ្ញុំទៅបាញ់ត្រីនេះផងដែរគឺនៅចិត្តផ្ទះមែនទែនបងប្អូនបាទគឺយើងទៅម្នាក់ឯងព្រោះយើងមករយៈនេះដូចជាខានចេញដើរយូរអញ្ចឹងបងប្អូនវាអញ្ចឹងមានអារម្មណ៍ថានឹកទេសភាពនឹកបាយមើលព្រៃព្រឹក្សាតាវត្តស្ទឹងអីចឹងទៅបងប្អូនបាទឥឡូវកុំឲ្យខាតពេលវេលាយូររងចាំទស្សនាវីដេអូពេញទាំងអស់គ្នាបងប្អូនបាទដូចតែបងប្អូនឃើញស្រាប់បាទវីដេអូយើងនៅបងដែរគឺបើកក្បាលមកក៏ដល់ស្ទឹងតែម្ដងបងប្អូនបាទខ្ជិលថតសកម្មភាពតាមផ្លូវអីចឹងបងប្អូនហើយក៏នៅបងដែរគឺខ្ញុំមកតែម្នាក់ឯងទេបងប្អូនបើនិយាយវិទេសភាពតាមផ្លូវដងស្ទឹងដែលខ្ញុំទៅនិយាយថាស្អាតមែនទែនអ្នកដើមរដូវប្រាំងនេះបងប្អូននិយាយទឹកថ្លាដូចកញ្ចក់ហើយនិយាយពីស្ទឹងឡើយនេះវាដែរគឺស្អាតមែនទែនបងប្អូនបាទហើយក៏សម្បូរត្រីដែរបងប្អូនបាទហើយដូចតែបងប្អូនឃើញស្រាប់បាទខ្ញុំធ្វើដំណើរមានឆ្លងទឹកផងដើរកាត់ទឹកលក់ទឹកជ្រៅបងប្អូនហើយបើនិយាយពីទឹកអ្នកដើមរដូវប្រាំងនេះស្អាតមែនទែនដូចបងប្អូនឃើញស្រាប់បាទបន្ទាប់ពីខ្ញុំធ្វើដំណើរមកស្ទុះហើយយើងក៏មកដល់កន្លែងលងដែលយើងត្រូវលេងត្រីចឹងបងប្អូនដូចខ្ញុំឆ្អុលបង្ហាញប្រាប់ចឹងបងប្អូនបើនិយាយពីត្រីវិញថាសម្បូរមែនទេបងប្អូនតែអត់មានធំបងប្អូនមានតែតិចតួចមានប៉ិនបាត់ដៃហ្នឹងបងប្អូនបាទហើយឥឡូវខ្ញុំក៏មកដល់លងដែលយើងត្រូវលេងរាល់ដងបងប្អូនបាទលងនេះផងដែរគឺខ្ញុំមករកឆ្នាំបានត្រីតែមកសានហ្នឹងគឺអត់សូវបានដឹងត្រីវាអត់តន់មូលឬក៏វាអត់តន់មកនៅមិនទាំងបងប្អូនបាទហើយចំពោះឧបករណ៍នេះផងដែរគឺខ្ញុំឧបករណ៍មួយទឹកហ្នឹងគឺខ្ញុំលាក់ទុកនៅហ្នឹងបាទទាំងមងទាំងកាយខ្ញុំលាក់ទុកនៅហ្នឹងតាំងពីខ្ញុំមកសាមុនដឹងខែណាខ្ញុំភ្លេចបរិយបងប្អូនបាទបន្ទាប់ពីខ្ញុំយកមងយកអីខ្ញុំក៏ធ្វើការដោះបងប្អូនដើម្បីថាបើសិនជាយើងមកជួបត្រីអីទៅយើងរីមងពាត់អីចឹងទៅបងប្អូនហើយព្រោះយើងមកដៃគឺចងយកអត់មានអីពិបាកទេខ្ញុំកាន់មកតាមផ្លូវចឹងបងប្អូនបន្ទាប់ពីខ្ញុំចងព្រួយចងអីហើយយើងក៏ធ្វើការលុបទឹកមើលថាចាំមើលនៅក្នុងលងហ្នឹងមានត្រីឬក៏អត់បងប្អូនបាទហើយនៅផងដែរនិយាយវាថាមេឃទេសភាពស្អាតបើកថ្ងៃប៉ុន្តែទឹកវិញទៅចាក់ដូចទឹកកកចឹងបងប្អូនបាទហើយបន្ទាប់ពីខ្ញុំមួយចុះមួយឡើងមកស្ទុះឃើញថាគឺវាអត់សូវមានត្រីទេបងប្អូនប៉ុន្តែចៃដនគប់ជួននេះគឺបាញ់បានមួយនឹងបានជាមហូបថ្ងៃត្រង់មុនយើងត្រឡប់ទៅផ្ទះវិញចឹងបងប្អូនបាទហើយតែនេះផងដែរត្រីខ្ញុំបាញ់បាននេះហៅថាត្រីខ្យាបងប្អូនតែមិនដឹងថាស្រុកបងប្អូនហៅត្រីអីទេតែបើជាពូនៅខាងស្រុកខ្ញុំហៅថាត្រីខ្យាបងប្អូនបាទបន្ទាប់ពីខ្ញុំបានត្រីហើយយើងក៏ធ្វើម្ហូបបងប្អូនបានដើម្បីញ៉ាំអាហារថ្ងៃត្រង់ចឹងបងប្អូនព្រោះខានបានញ៉ាំអាហារថ្ងៃត្រង់យូរហើយមួយរយៈហ្នឹងជាប់ពុលស្រូវពេកបងប្អូនវាចឹងទៅសើបានចេញដើរទេហើយនៅផងដែរខ្ញុំក៏មិនដឹងធ្វើអីបើយើងបានត្រីមួយមិនដឹងជាជៀនជាអង្គជាស្លអីទេយើងក៏ធ្វើការកាប់សបុតហើយយកមកអាំងតែម្ដងបងប្អូនហើយភ្លើងនេះខ្ញុំបន្ទាប់ពីខ្ញុំដុតភ្លើងឆេះហើយយើងក៏ធ្វើការអាំងត្រីបងប្អូនបាទត្រីយើងមកដែរអាំងអត់បានប្រហែលនេះគឺចាប់ផ្ដើមឆ្អិនបដៅខ្ញុំក៏នឹកឃើញអូលក់នៅត្រៃខាងនោះបងប្អូនយើងក៏ធ្វើការទៅបេះលក់នឹងមកដែរគេហៅថាគឺស្លឹកស្មាច់ហ្នឹងហើយបងប្អូនស្មាច់ដែងបងប្អូនយើងបេះអាត្រួយជ័យមកយកមកទ្របជាមួយនឹងត្រីយើងអាំងស្រស់ដែលយើងមុជបានមិញហ្នឹងបងប្អូនបាទបាយវិញគឺយើងវិចមកពីផ្ទះបងប្អូនបាទយើងដាក់កតាបខ្ញុំប៉ុណ្ណឹងបាទគឺយើងដាក់កនមកទ្របពោះចឹងហើយយើងមានបុកអំបិលទេពីផ្ទះមកដើម្បីបន្ទាប់ជាមួយត្រីបាទបើខ្ញុំគិតថាបើសិនយើងបុកមិនទេមកយើងបាញ់ត្រីគឺបានអាំងហ្នឹងហើយបងប្អូនអត់មានអីពិបាកទេបាទដូចតែបងប្អូនឃើញស្រាប់ហ្នឹងគឺខ្ញុំមកម្នាក់ឯងហើយយើងបានត្រីមួយយើងហូបម្នាក់ឯងមកល្មមញ៉ាំបាយថ្ងៃត្រង់ហើយយើងមិនបានច្រើនពេកទេបងប្អូនព្រោះអីយើងថាយើងមកដល់លេងនឹងបងប្អូនយើងបានហូបបាយញ៉ាំត្រីយើងនិយាយថាជាតិមែនទែនបងប្អូនបាទដូចបងប្អូនឃើញស្រាប់បានស្លឹកស្មាច់ជាមួយនឹងត្រីអាំងហើយជ្រលក់អំបិលម្ទេសនេះវាថាឆ្ងាញ់មែនទែនបងប្អូនបាទដូចបងប្អូនឃើញមាត់ខ្ញុំស្រាប់បាទគឺញាត់យកបាទនិយាយទៅឆ្ងាញ់ណាស់បងប្អូនអើយស្រស់ថ្មីអញ្ចឹងហើយចំពោះទេសភាពដូចបងប្អូនឃើញស្រាប់បាទគឺខ្ញុំមិនបាច់រ៉ៃរ៉ាប់ប្រាប់ច្រើនទេនិយាយថាស្អាតមែនទែនបងប្អូនបានអង្គុយនៅមាត់ទឹកស្ដាប់សូរសៀងសត្វយំទឹកហូរមើលទេសភាពខ្យល់បក់រួចចឹងស្អាតមែនទែនបងប្អូនបន្ទាប់ពីខ្ញុំញ៉ាំបាយញ៉ាំអីហើយយើងក៏ធ្វើការមុជទឹកលេងដើម្បីត្រឡប់ទៅផ្ទះវិញអញ្ចឹងណាបងប្អូនបាទព្រោះមីក៏ប្រហែលជាម៉ោងមិនដល់2ដល់វិញចឹងណាមួយយើងអ្នកឯងផងខ្លាចផងមួយយើងធ្វើដំណើរត្រឡប់ទៅផ្ទះវិញចឹងបងប្អូនបាទហើយវីដេអូហ្នឹងផងដែរគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងបាទគឺខ្ញុំនាំអារម្មណ៍បងប្អូនទៅមើលទេសភាពអ្នកដើមរដូវប្រាំងនិយាយថាតាមស្ទឹងស្រស់ស្អាតប៉ុណ្ណាតែបើនិយាយថាអ្នកដែលចិត្តដើរលេងបោះតង់ដូចខ្ញុំគឺទេសភាពប៉ុណ្្នឹងគឺនិយាយថាអេមហើយស្រស់ស្អាតមែនទែនបងប្អូនបាទសូមអរគុណបាយបងប្អូននឹងគ្រប់លាបាទបាយ